បាទអញ្ចឹងនៅក្នុងរដូវកាលនេះគឺតានតឹងមែនតើគឺមានតែលីកនៅក្នុងប្រទេសបារាំងមួយតែប៉ុណ្ណោះដែលលើកពានមុនរដូវកាលក្រៅពីហ្នឹងគឺកំពុងតែគៀកពិន្ទុគ្នាខ្លាំងមែនតើបាទដោយបើយើងមិនអីនាំមុខ Leverkusen តែ6ពិន្ទុទេហើយសម្រាប់ Inter ក៏នាំមុខមកមិនច្រើនដែរបាទតែណាស់តែបាទនៅ Premier League ទេបាទ Arsenal នោះគឺត្រូវបាន Liverpool នាំមុខរហូតដល់11ពិន្ទុហើយបាទយ៉ាងណាមិញសម្រាប់ Liverpool ក៏មិនទាន់អស់រឿងនឹងនិយាយដែរប្រសិនបើគាត់ចាញ់លើកទី2បាទចាញ់គូប្រកួតមិនលើកទី2ចាញ់ប្រកួតបន្ទាប់នោះនឹងត្រូវមានរឿងនិយាយគ្នាហើយព្រោះការប្រកួតបន្ទាប់ទៀតគាត់នឹងត្រូវប៉ះ Spurs គាត់នឹងត្រូវប៉ះ Chelsea គាត់នឹងត្រូវប៉ះជាមួយ Arsenal ទៀតអញ្ចឹងការប្រកួតមកដល់ពេលនេះបើសិនជា Liverpool ឈ្នះចំនួន4ប្រកួតទៀតនឹងបានពានហើយប៉ុន្តែសំខាន់ទៅដល់ពេលនេះគឺអត់ទាន់ដឹងនៅឡើយទេក៏ព្រោះតែការប្រកួតចុងក្រោយមើលទៅកាន់ Liverpool មើលទៅដូចជាមិនសូវជាស្រួលតតែសោះកុំឲ្យខាតពេលវេលាយើងនិយាយអំពីបាទ Real Madrid បន្តិចបាទសម្រាប់ Real Madrid មកដល់ពេលនេះគឺកំពុងតែមានភាពល្អល្អើនមួយគ្នាច្រើនបាទហើយសម្រាប់ការប្រកួតយប់នេះគឺបាត់បង់កីឡាករមិនជាដុំកំភួនទេប្រិមិត្តបើសិនជាយើងនិយាយកីឡាករយប់នេះដែលអត់បានចូលរួមមាន Tchouaméni ក៏ទទួលបានកាត់លឿងណាបាទអញ្ចឹងគាត់ត្រូវ suspend បាទមាន Ceballos បាទ Ferland Mendy Militao Carvajal ហើយនិង Lunin បាទក្រៅពីហ្នឹងគឺមានទាំងអស់អញ្ចឹងមាន Vinicius បាទមាន Mbappe គូតួអីអាចចូលរួមប្រកួតបាននៅក្នុងរាត្រីនេះបាទអញ្ចឹងអត់បញ្ហាអីជាធំដុំប្រមាណទេហើយក្នុងយប់នេះតាមការលើកឡើងមកតំបន់ការពារដូចមាន Asensio បាទមានដូចជាបាទ Rudiger មាន Alaba ដែរណាបាទអញ្ចឹងសម្រាប់ Arsenal យប់នេះតានតឹងតិចណាបាទ Arsenal តានតឹងតិចហើយបាទអញ្ចឹងមកដល់ពេលនេះបើសិនជាយើងនិយាយអំពី Real Madrid បន្ទាប់ពី Mbappe បានចូលរួមមួយ Real Madrid គឺមានបញ្ហាជាច្រើនតាក់ទងជាមួយនឹងទម្រង់លេងរបស់គាត់ក៏ដូចជាការស្វែងរកគ្រាប់ប៉ុន្តែមកដល់បច្ចុប្បន្ននេះគាត់ក៏បានរកគ្រាប់បាល់ច្រើនសន្ធឹកសន្ធាប់ហើយដែរបាទជួយទៅកាន់ Real Madrid ហើយក៏ប៊ីតែធៀបនឹងក្នុងការខ្លាចជាកីឡាករបាទបន្ទាប់ពី Cristiano Ronaldo ដែលរកគ្រាប់បាល់បានច្រើននៅរដូវកាលទី1បាទអញ្ចឹងនៅសល់តែប្រហែលគ្រាប់ទេគាត់អាចធ្វើបានហើយបាទហើយយ៉ាងណាមិញបាទសម្រាប់មកដល់ពេលនេះគឺលោក Carlo Ancelotti បានជ្រើសរើសយក Kylian Mbappe គឺជាអ្នកបាទទាត់បាល់ពីនៃ11ម៉ែត្រប្រសិនបើមានការពិន័យពីមុនមកគឺ Vinicius ប៉ុន្តែពីរលើកចុងក្រោយដែលធ្វើឲ្យបាទលោក Carlo Ancelotti គឺឈឺក្បាលដោយសារ Vinicius នេះជាមួយនឹង ATP អត់ចូលអញ្ចឹងធ្វើឲ្យលោក Carlo Ancelotti បានផ្លាស់ប្ដូរតំណែងរបស់ Vinicius ទៅកាន់ Kylian Mbappe នៅក្នុងការយកបាល់ពីនៃ11ម៉ែត្របាទហើយក្នុងនោះផងដែរបើសិនជាយើងនិយាយអំពី Mbappe ជាមួយនឹង Vinicius បច្ចុប្បន្នគឺគាត់គឺស្និទ្ធស្នាលគ្នាខ្លាំងមែនទែនយ៉ាងណាមិញសម្រាប់ Vinicius និង Mbappe ហ្នឹងគាត់រាប់អានគ្នាតាំងពី Mbappe ក៏នៅប៉ារីសម៉េចប្រិមិត្តបាទអញ្ចឹងការរាប់អានរបស់គាត់ហ្នឹងគឺយូរឆ្នាំហើយឥឡូវគាត់បានមកចូលរួមមួយគ្នាទៀតបាទឃើញថាមានភាពល្អប្រសើរសម្រាប់គាត់ទាំងពីរនាក់បើសិនជាយើងនិយាយអំពីការទិញដូរកីឡាករបាទដូចខ្ញុំរៀបរាប់អញ្ចឹងគឺ Arnold 100% ហើយទៅកាន់ Real Madrid ណាបាទ Arnold គឺ 100% ហើយទៅកាន់ Real Madrid ប្រិយមិត្តខ្លះនៅអត់ទាន់ដឹងសាច់រឿងថា Arnold ទៅអត់ Arnold ទៅហើយបាទប្រិយមិត្តរងចាំតែចប់កុងត្រាជាមួយនឹង Liverpool អាងនឹងសញ្ញាកុងត្រាមួយរៀលតែប៉ុណ្្នឹងឯងលក្ខខណ្ឌផ្ទាល់ខ្លួនគឺត្រូវបានរៀបចំហើយតម្លៃពលកម្មប្រមាណជា27,000នៅក្នុងមួយអាទិត្យបាទអញ្ចឹងបើសិនជាយើងនិយាយអំពីរៀលមកដល់ពេលនេះគឺសម្រាប់លោក Ancelotti កំពុងតែព្យាយាមពង្រឹងនៅក្នុងតំបន់ការពារបន្ថែមក៏ព្រោះតែមកដល់បច្ចុប្បន្ននេះកីឡាករមួយចំនួននោះដូច Militao អីក៏គាត់រៀងចូលរាដែរហើយបាទហើយក្នុងនោះផងដែរកាវ៉ាចាល់អីក៏ចាប់ផ្ដើមរៀងថមថយអស់ច្រើនដែរអញ្ចឹងគាត់ត្រូវការផ្លាស់ប្ដូរទម្រង់ប៉ុន្តែយ៉ាងណាមិញសម្រាប់បាទតំណែងរបស់លោក Carlo Ancelotti នៅមិនទាន់អង្គុយកៅអីនឹងនៅឡើយទេបាទអង្គុយនឹងនៅឡើយទេរដូវកាលនេះបើសិនជាយើងនិយាយអំពីពានគឺគាត់នៅសល់ La Liga នៅសល់ Copa del Rey ហើយជាមួយនឹង UEFA Champions League សម្រាប់ Real Madrid បាទ La Liga កំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងឥឡូវនេះតាមពីក្រោយបាទ Barcelona ចំនួន4ពិន្ទុខណៈពេលដែលការប្រកួត Copa del Rey ផ្ដាច់ព្រាត់ជាមួយនឹង Barcelona ទៀតក្នុងរដូវកាលនេះគឺ Real Madrid អត់ទាន់ឈ្នះ Barcelona ទេប្រយ័ត្នប្រយែងមែនទែនបាល់នេះអាចនឹងមានជារឿងធំសម្រាប់ Barcelona Real Madrid បាទហើយការប្រកួត UEFA Champions League បាទយប់នេះគឺត្រូវប៉ះជាមួយនឹង Arsenal ទៀតប្រសិនបើលោក Carlo Ancelotti មិនអាចដឹកនាំយកឈ្នះទៅលើ Arsenal បានទេហើយក៏របូតពាន La Liga ទៀតនោះយើងអាចនិយាយបានថា 100% ហើយលោក Carlo Ancelotti នឹងត្រូវចប់ការងារជាមួយនឹង Real Madrid ហើយអ្នកដែលនឹងត្រូវជំនួសនោះគឺ Xabi Alonso ដែលស្ថិតនៅក្នុងបញ្ជីជួរមុខគេនៅក្នុងការដឹកនាំ Real Madrid បាទកលេចទៅមើលកីឡាកររបស់ Real Madrid បច្ចុប្បន្នវិញគឺយើងឃើញថាសម្រាប់ Real Madrid ក៏ព្យាយាមនៅក្នុងការស្វែងរកតំបន់បម្រើបន្ថែមដែរបាទហេតុអីទៅប្រិមិត្តដោយសារតែអស់ Toni Kroos ហើយ Luka Modric ក៏ចំណាស់ហើយអញ្ចឹង Real Madrid គឺត្រូវការស្វែងរកតំបន់បម្រើថ្មីបាទមិនមែនមានតែ Bellingham មួយអ្វីគ្រប់បែបយ៉ាងគឺធ្វើបានល្អទេគឺត្រូវការរកបម្រើបន្ថែមទៀតអញ្ចឹងនេះគឺជារឿងរ៉ាវរបស់បាទ Real Madrid ហើយស្របពេលដែល Barcelona វិញ
បាទយើងឃើញថាបាសេឡូណាប្រិមត្តថាហ្គាវីទៅណាបាទផេត្រីទៅណាបាទអតេបាទប្រិមត្តសម្រាប់គាត់ទាំងពីរនាក់នេះគឺមិនអាចប៉ះបានទេហ្គាវីផេត្រីគឺមិនអាចប៉ះបានទេជាពិសេសអ្នកមិនអាចប៉ះបានតែប៉ះលៀកតែម្ដងនោះគឺឡាមីនយ៉ាម៉ាល់មកដល់ពេលនេះសម្រាប់បាសេឡូណាគឺបានចែកផ្លូវគ្នាហើយបាទជាមួយនឹងអេនស៊ូហ្វាទីត្បិតតែអេនស៊ូហ្វាទីគាត់ព្យាយាមខ្លាំងជាងមុនគាត់ប្រឹងខ្លាំងជាងមុនប៉ុន្តែការសម្រេចរបស់លោក Hansi Flick គឺមិនដាក់អេនស៊ូហ្វាទីឲ្យចូលលេងទេយ៉ាងណាមិញសម្រាប់បាសេឡូណាបានផ្ដល់ដំណឹងឲ្យទៅកាន់អេនស៊ូហ្វាទីរួចរាល់ហើយក្នុងការស្វែងរកទ្រនំថ្មីប៉ុន្តែអេនស៊ូហ្វាទីនៅតែបន្តមានះចង់បន្តនៅបាសេឡូណាបន្តទៀតអញ្ចឹងវាជារឿងមួយដែលលំបាកដែរប្រិមិត្តដូចខ្ញុំបានរៀបរាប់អញ្ចឹងថាសម្រាប់កីឡាករនៅពេលមួយដែលគាត់ធ្លាក់ខ្លួនបាទរបួសចាប់ផ្ដើមរ៉ាំរ៉ៃហើយអ្វីគ្រប់បែបយ៉ាងរបស់គាត់អនាគតរបស់គាត់នឹងត្រូវអាប់អោនក៏ត្រូវធ្លាក់ចុះទៅតាមនឹងដែរបាទប្រិមិត្តអ្វីដែលគាត់ធ្ងន់បំផុតសម្រាប់អេនស៊ូហ្វាទីបាទគឺស្ទាប់បាទទ្របនៃបាទជង្គង់បាទអញ្ចឹងស្ទាប់នេះគឺគាត់វះកាត់2 ដងហើយប្រិមិត្តអញ្ចឹងមើលទៅដូចជារៀងពិបាកដែរសម្រាប់គាត់ណាបាទអញ្ចឹងចាំមើលតាអេនស៊ូហ្វាទីដែលជាបាទគេហៅថាកីឡាករមួយរូបដែលពីមុនមកគឺបាសេឡូណាអត់មានអ្នកណាប៉ះគាត់បានទេបាទចាប់ផ្ដើមអេនស៊ូហ្វាទីលេចធ្លោភ្លាមគឺគ្មានអ្នកណាប៉ះគាត់បានទេតែឥឡូវនេះចាប់បន្ទាប់ពីរបួសវះកាត់2 ដងមកអេនស៊ូហ្វាទីត្រូវបានបាសេឡូណាបាទឲ្យគាត់ស្វែងរកក្លឹបថ្មីបន្តទៀតទៅបាទមកដល់ពេលនេះខ្ញុំនៅតែនិយាយដដែលសម្រាប់ទម្រង់លេងរបស់បាសេឡូណាគឺតំបន់បម្រើតំបន់ប្រយុទ្ធរបស់គាត់គឺកំពុងតែឥតខ្ចោះហើយប៉ុន្តែតំបន់ការពាររបស់បាសេឡូណាកំពុងតែស្ថិតនៅក្នុងភាពលំបាកបាទអញ្ចឹងវាជាចំណុចមួយដែលបាសេឡូណាគឺពិសេសលោក Hansi Flick គឺត្រូវតែព្យាយាមពង្រឹងបន្ថែមទៀតនៅក្នុងតំបន់ការពារបាទរៀលទិញ Bruno អត់ទេគាត់ទៅជាព័ត៌មានសម្រាប់ Bruno Fernandes បាទស្ថិតជាព័ត៌មានដែល Real Madrid កំពុងតែសម្លឹងឃើញចង់បានបាទអញ្ចឹងណាបាទប៉ុន្តែសម្រាប់ការទិញយកឬក៏មិនទិញនោះគឺអត់ទាន់ដឹងទេមករយៈចុងក្រោយនេះប្រិមត្តសង្កេតឃើញទេបាទចាប់តាំងពីការចាក់ចេញរបស់លោក Zinedine Zidane សម្រាប់បាទតាំងពី Zidane នៅប្រិមត្តតាំងពីលោក Zidane នៅរហូតដល់លោកកន្លង Ancelotti ប្រិមត្តមានអារម្មណ៍ថា Real Madrid រីហ៎បាទខ្ញុំជឿជាក់ថាប្រិមត្តដែលជាពិសេស fan របស់ Real Madrid គាត់តែដឹងហើយមករយៈចុងក្រោយនេះតើ Real ដែលទិញកីឡាករណាតម្លៃខ្លួនកប់ដាក់ទៅ100លានអីប៉ាំងខ្លាំងហ៎បាទយើងឃើញសង្កេតឃើញមានតែ Bellingham ទេបាទ Tchouaméni Camavinga បាទមកល្មមទេ Bellingham នេះចាយលុយធំបាទ Kylian Mbappé free ទេបាទក្រៅពីហ្នឹងគឺកីឡាករគាត់ទិញអត់សូវច្រើនប្រហែលទេការសំចៃរបស់គាត់គឺខ្លាំងមែនទែនក្នុងរយៈពេលប្រហែលឆ្នាំចាប់ទីដំណាក់កាលចុងក្រោយរបស់លោក Zinedine Zidane មកណាគឺ Real Madrid ហាក់បីដូចជាសំងំនៅក្នុងការទុកលុយច្រើនមែនទែនអញ្ចឹងអាចនិយាយបានថាលោក Perez គឺគាត់កំពុងតែព្យាយាមសន្សំសំចៃបាទសម្រាប់ Real Madrid មានន័យថាបច្ចុប្បន្នបញ្ហាសេដ្ឋកិច្ចបញ្ហា COVID គឺសេដ្ឋកិច្ចរបស់ក្លឹបនៅមិនទាន់ស្ដារមករកភាពល្អវិញទេអញ្ចឹងសម្រាប់លោក Florentino Perez កំពុងតែព្យាយាមធ្វើម៉េចឲ្យស្ថិរភាពរបស់ក្លឹបចាប់ផ្ដើមហិរញ្ញវត្ថុមានស្ថិរភាពមកវិញបាទពេលមកសង្កេតឃើញទេគឺការទិញកីឡាករមករយៈចុងក្រោយនេះឃើញតែ Bellingham នេះមួយទេអស់លុយច្រើនជាងគេក្រៅពីហ្នឹងគឺសំចៃមែនតើតិចពេលខ្លះមិននឹងឃើញទិញមកឆ្នាំខ្លះមិនទិញដោយការដឹកនាំរបស់លោក Zidane អត់ទិញមកបាទអញ្ចឹងអាចនិយាយបានថាវាជារឿងមួយដែលបាទ Real Madrid កំពុងតែថ្នាក់ដឹកនាំរបស់គាត់កំពុងតែធ្វើបាទរៀលទិញ Bruno ចូលណាថានតានៅទេបាទអត់ទាន់ឃើញទេបាទសម្រាប់ Barcelona បាទជំរាបជូនប្រិយមិត្តម្ដងទៀតតាក់ទងជាមួយនឹងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុរបស់គាត់មកដល់ពេលនេះគឺនៅមិនទាន់បានដោះស្រាយបានស្រួលបួននៅឡើយទេណាបាទហើយម្យ៉ាងទៀតមកដល់ពេលនេះគាត់កំពុងតែមានរឿងប្តឹងផ្ដាល់គ្នាជាមួយនឹង La Liga ផ្ទាល់តែម្ដងខាងថ្នាក់ដឹកនាំបាទលោក La Liga គឺលោក Xavier Tebas គឺមិនបានដកឃ្លាចេញពីការសម្លឹងឃើញនៅក្នុងការបាទប្រកួតប្រជែងជាមួយនឹង Barcelona ទេប្រិមិត្តក៏ព្រោះតែគាត់អត់ចង់ឲ្យមានភាពបាទគេហៅថាមិនដំណាភាពគ្នានៅក្នុងបាល់ទាត់របស់ប្រទេសអេស្ប៉ាញប្រសិនបើ Barcelona បាទមិនមានបញ្ហាហិរញ្ញវត្ថុហើយនៅអាចចុះឈ្មោះកីឡាករបានទៀតនោះមានន័យថាក្លឹបផ្សេងគេបានតវ៉ាហើយក្នុងនាមគាត់ជាអ្នកដឹកនាំបាទ La Liga ទាំងមូលហើយគាត់ធ្វើមិនបាទតុលាការបាទកីឡាបានកាត់សេចក្តីឲ្យ Barcelona អាចចុះឈ្មោះបានប៉ុន្តែបាទមកដល់ពេលនេះលោក Xavier Tebas ដែលប្រធាន La Liga ផ្ទាល់តែម្ដងគឺកំពុងតែប្តឹងតពេញទៅកាន់ Barcelona បាទព្រោះតែគាត់អត់ទាន់មានគ្រប់លក្ខខណ្ឌនៅក្នុងការចុះឈ្មោះកីឡាករទេបាទហេតុអីមកគាត់អាចចុះឈ្មោះកីឡាករបានបាទឥឡូវនេះគឺនៅមិនទាន់ចប់នៅឡើយទេសម្រាប់រឿង Barcelona ឆ្នាំនេះប្រសិនបើ Barcelona អាចយកបានទាំង Champions League យកបានទាំង La Liga យកបានទាំង Copa del Rey នោះអាចមានន័យថាសម្រាប់ Barcelona បានត្រឡប់មករកភាពល្អវិញនៅក្នុងប្រព័ន្ធលេងប៉ុន្តែក្លឹបមិនទាន់ត្រឡប់មករកភាពល្អប្រសើរនៅឡើយទេចាក់ទៅជាមួយនឹងបញ្ហាហិរញ្ញវត្ថុបាទសម្រាប់បាទប្រធានក្លឹប
បាទគាត់បានលើកឡើងថាសម្រាប់ម្ដងពេលនេះបាសេឡូណាកំពុងតែធៀបនៅក្នុងការត្រឡប់មកកាន់ភាពនឹងធឹងនៃហិរញ្ញវត្ថុវិញហើយបាទប៉ុន្តែអត់ដឹងយ៉ាងណាណាលោកឡាប៉ុកតាគាត់និយាយចឹងគាត់និយាយថាសម្រាប់បាសេឡូណាកំពុងតែគៀកទៅរកការដើរស្រួលបួរជាមួយនឹងផ្នែកហិរញ្ញវត្ថុរបស់គាត់វិញហើយបាទអញ្ចឹងចាំមើលតើគាត់នឹងដោះស្រាយយ៉ាងណាស្របពេលដែលព័ត៌មានចុងក្រោយតាក់ទងមួយបាសេឡូណាគឺតាំងពី Marcus Rashford តាំងពី Luis Diaz តាំងពី Nico Williams ដែលប្រិយមិត្តនេះមាន Jonathan Tah មានតាំងពីកីឡាករណាទៀតដែរដែលតាក់ទងជាមួយនឹងការផ្ទេរទៅកាន់បាសេឡូណាប៉ុន្តែប្រិយមិត្តក៏ដឹងដែរថាមកដល់ពេលនេះកីឡាករបាសេឡូណាមួយចំនួនចុះឈ្មោះគឺនៅមានការរំលោភបំពាននៅលើច្បាប់របស់ La Liga នៅឡើយទេបាទអញ្ចឹងក៏ចូលរួមសោកស្ដាយបន្ថែមតាក់ទងជាមួយនឹង fan របស់បាសេឡូណាមកដល់បច្ចុប្បន្នកំពុងតែមានវិបត្តិធ្ងន់មែនទែនបាទអញ្ចឹងចាំមើលតើលោកឡាប៉ុកតានឹងដោះស្រាយទៅយ៉ាងណាបាទបិទអស់ហើយណាប្រិមិត្តបាទទាំងទីប៉ុស្តិ៍ទូបាសេឡូណាមានតាំងពីស្អីបិទខ្ទេចខ្ទីអស់ហើយដើម្បីបាទកាត់បន្ថយនៃការចំណាយបាទហើយមកដល់ពេលនេះសូម្បីតែកីឡាដ្ឋានបាទ Camp Nou ក៏ត្រូវបានដាក់ទៅគេ Spotify Camp Nou ដែរបាទលក់តាំងពីឈ្មោះបាទមិនលក់កីឡាដ្ឋានទេណាគេលក់តែឈ្មោះទេបាទអញ្ចឹងបាទដូច Arsenal ទេណា Emirates អីចឹងទៅបាទហ្នឹងគេដាក់អញ្ចឹងដើម្បីយក sponsor ជាប្រចាំឆ្នាំមកគេ